លោកពូទីនក្រុងកេនទាហាន30,000នាក់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខខណៈលោក Zelensky បានព្រមានថារុស្ស៊ីដកឯកអគ្គរដ្ឋទូតចេញពីអង់គ្លេសប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានព្រមានថាលោកពូទីនអាចនឹងចាប់ផ្ដើមកេនទាហានថ្មីប្រមាណ30,000នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខសូមជួយចុច Subscribe Channel YouTube SNT Voice ដើម្បីទទួលបានព័ត៌មានអន្តរជាតិថ្មីៗជុំវិញពិភពលោកសូមអរគុណការព្រមាននេះបានកើតឡើងខណៈរុស្ស៊ីបានដកឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអង់គ្លេសចេញពីតំណែងហើយត្រូវបានគេរាយការណ៍ថាអាចតែងតាំងលោកទៅកាន់មុខតំណែងសំខាន់មួយនៅក្នុងទីក្រុងមូស្គូអ៊ុយក្រែនជឿថារុស្ស៊ីមានផែនការកេនទាហានបន្ថែម30,000នាក់សម្រាប់សង្គ្រាមនៅអ៊ុយក្រែនបន្ទាប់ពីការបោះឆ្នោតសភារុស្ស៊ីនៅខែកញ្ញាលោក Zelensky ក៏បានព្រមានថារុស្ស៊ីអាចកេនទាហានបន្ថែមរាប់សែននាក់ទៀតនៅឆ្នាំក្រោយខណៈលោកពូទីនព្យាយាមដណ្ដើមយកតំបន់ដូណេតទាំងមូលដែលនៅសល់លោកបាននិយាយថាលោកពូទីនមានគោលដៅបង្កើនចំនួនអ្នកចូលបម្រើកងទ័ពសរុបរហូតដល់50,000នាក់នៅឆ្នាំ2027ដើម្បីពង្រឹងកម្លាំងដែលកំពុងរងការខាតបង់យ៉ាងធ្ងន់ធ្ងរលោក Zelensky បានបញ្ជាក់ថាការកេនទាហានថ្មីនេះទំនងជាផ្ដោតលើតំបន់ដាច់ស្រយាលនិងតំបន់ជនបទនានារបស់រុស្ស៊ីជាជាងទីក្រុងធំៗនៅកណ្ដាលប្រទេសលោកបាននិយាយថារុស្ស៊ីកំពុងបាត់បង់ទាហានក្នុងចំនួនខ្ពស់បំផុតហើយការកេនទាហានថ្មីនឹងមិនធ្វើឡើងនៅតាមទីក្រុងធំៗទេលោកបន្ថែមថាខ្ញុំមិនគិតថាពួកគេអាចលាក់បាំងរឿងនេះបានយូរនោះទេឯកអគ្គរដ្ឋទូតរុស្ស៊ីចាក់ចេញពីអង់គ្លេសលោក Andrei Kelin អាយុ69ឆ្នាំបានកាន់តំណែងជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង់គ្លេសអស់រយៈពេល7ឆ្នាំចាប់តាំងពីឆ្នាំ2019លោកបានចាក់ចេញពីតំណែងដោយស្ងាត់កាលពីថ្ងៃទី21ខែកក្កដាហើយរហូតមកដល់ពេលនេះវាមានក្រឹមឡើងមិនទាន់តែងតាំងអ្នកជំនួសនៅឡើយទេស្ថានភាពនេះត្រូវបានមើលឃើញថាជាសញ្ញាមួយបង្ហាញពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃទំនាក់ទំនងការទូតរវាងទីក្រុងមូស្គូនិងទីក្រុងឡុងកាលពីថ្ងៃច័ន្ទរុស្ស៊ីបានព្រមានអង់គ្លេសអំពីផលវិបាកបន្ទាប់ពីទីក្រុងឡុងបានគាំទ្រការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើគោលដៅនៅរុស្ស៊ីកាលពីសប្តាហ៍មុនអង់គ្លេសក៏បានផ្គត់ផ្គង់ដ្រូនដែលត្រូវបានកងកម្លាំងអ៊ុយក្រែនប្រើប្រាស់ក្នុងការវាយប្រហារលើប្រទេសរុស្ស៊ីផងដែររហូតមកដល់ពេលនេះមិនទាន់មានបេក្ខជនណាម្នាក់ត្រូវបានប្រកាសជាអ្នកជំនួសលោក Kelin នៅឡើយទេខណៈរុស្ស៊ីព្យាយាមដាក់សម្ពាធឲ្យអង់គ្លេសពិចារណាឡើងវិញចំពោះការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនតាមសេចក្តីរាយការណ៍បុគ្គលិកស្ថានទូតក៏មិនដឹងច្បាស់ថាអ្នកជំនួសលោក Kelin នឹងត្រូវតែងតាំងនៅពេលណាដែរអ្នកនាំពាក្យស្ថានទូតរុស្ស៊ីបាននិយាយថាលោក Kelin បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាទំនាក់ទំនងជាមួយអង់គ្លេសប៉ុន្តែអ្នកនាំពាក្យរូបនេះបានចោទប្រកាន់រដ្ឋាភិបាលអង់គ្លេសថាកំពុងជ្រើសរើសផ្លូវប្រឈមមុខដាក់គ្នាជាមួយវិមានក្រឹមឡើងលោកបានបន្ថែមថាលោក Kelin បានចាក់ចេញពីអង់គ្លេសដោយសង្ឃឹមថានឹងមានការសម្រួលចរចារគ្នាដើម្បីស្ដារទំនាក់ទំនងជាមួយគ្នាឡើងវិញប្រសិនបើអង់គ្លេសពិចារណាឡើងវិញចំពោះគោលនយោបាយរបស់ខ្លួនចំពោះរុស្ស៊ីលោក Kelin ត្រូវបានគេរំពឹងថាអាចទទួលបានមុខតំណែងថ្មីដើម្បីគ្រប់គ្រងតំបន់ Moldovia របស់រុស្ស៊ីដែលល្បីថាមានពន្ធនាគារនិងជំរំឃុំឃាំងជាច្រើនលោក Kelin ក៏ធ្លាប់ផ្សព្វផ្សាយទស្សនៈគាំទ្រវិមានក្រឹមឡើងអំឡុងពេលលោកកាន់តំណែងនៅទីក្រុងឡុងថ្មីនេះលោកបានបដិសេធរបាយការណ៍ដែលថាសារធាតុពុលពីកង្កែបព្រួញត្រូវបានប្រើដើម្បីសម្លាប់មេដឹកនាំប្រឆាំងរដ្ឋាភិបាលរុស្ស៊ីលោក Alexei Navalny កាលពីឆ្នាំមុនលោកក៏បានបដិសេធការសន្និដ្ឋានជាផ្លូវការដែលថាលោកពូទីនប្រកាសជាបានអនុម័តការប្រើសារធាតុប្រសាទ Novichok ក្នុងករណីបំពុលនៅទីក្រុង Salisbury ប្រទេសអង់គ្លេសកាលពីឆ្នាំ2018ដែលបានសម្លាប់លោកស្រី Dawn Sturgis និងធ្វើឲ្យអតីតចារកម្មរុស្ស៊ី Sergei Skripal និងកូនស្រីរបស់គាត់ស្ទើរតែបាត់បង់ជីវិតរុស្ស៊ីបង្កើនការវាយប្រហារលើអ៊ុយក្រែនលោក Zelensky បាននិយាយថាលោកពូទីនកំពុងពង្រឹងការវាយលុកនៅសមរភូមិតាមរយៈការបង្កើនសង្គ្រាមតាមអាកាសប្រឆាំងអ៊ុយក្រែនលោកក៏បានព្រមានថារុស្ស៊ីកំពុងព្យាយាមបង្កើនសមត្ថភាពផលិតមីស៊ីលបាឡីស្ទិករហូតដល់ 1,300 គ្រាប់ក្នុងមួយឆ្នាំក្នុងឆ្នាំ2026អ៊ុយក្រែនក៏ទទួលបានមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារអាកាសតិចជាងឆ្នាំមុនផងដែរអ៊ុយក្រែនរំពឹងថានឹងទទួលបានប្រហែល264គ្រាប់នៅឆ្នាំ2026បើប្រៀបធៀបនឹង364គ្រាប់នៅឆ្នាំ2025និង675គ្រាប់នៅឆ្នាំ2023លោកពូទីនព្រមានសងសឹកលោកពូទីនបាននិយាយថាអ៊ុយក្រែនបានបើកប្រអប់ Pandora តាមរយៈការវាយប្រហារលើគោលដៅសេដ្ឋកិច្ចរបស់រុស្ស៊ីរួមមានក្រុមហ៊ុនលក់ទំនិញអនឡាញ Wildberries និង Ozon ព្រមទាំងរោងចក្រចម្រាញ់ប្រេងជាច្រើនលោកបានព្រមានថារុស្ស៊ីនឹងឆ្លើយតបដោយវាយប្រហារលើវិស័យសេដ្ឋកិច្ចដែលមានសារៈសំខាន់និងងាយរងគ្រោះបំផុតរបស់អ៊ុយក្រែន
ទោះជាយ៉ាងណាកាលពីម្សិលមិញអ៊ុយក្រែនបានបើកការវាយប្រហារទ្រង់ទ្រីធំលើរុស្ស៊ីដើម្បីសងសឹកចំពោះការវាយប្រហាររបស់រុស្ស៊ីលើផ្សារទំនើបមួយកាលពីថ្ងៃសុក្រដែលបានសម្លាប់មនុស្ស16នាក់សូមអរគុណដែលបានតាមដានវីដេអូនេះសន្យាថានឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀត